របស់កម្ពុជាយើងខ្ញុំក្រក៏ប៉ុន្តែយើងខ្ញុំតដរស់តាំងពីនៅភ្នំពេញទៅទេណាមន្ទីរពេទ្យកាឡាម៉ែតនឹងមកបោកគឺឬណាប្រើឥឡូវយើងខ្ញុំមានសមត្ថភាពបដាចេះទៅបដាប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសអស់លោកអ្នកយើងងាយស្រួលណាព្រោះអ្វីឡើងមកមានទាំងអស់ហើយខ្ញុំចាប់ផ្ដើមពីទីក្រុងភ្នំពេញមានមនុស្ស70នាក់នៅទីក្រុងភ្នំពេញដល់ឆ្នាំ2004ហើយណាអាគារដែលខ្ពស់ជាងគេមានតែ7ជាន់នោះ7ជាន់ហ្នឹងមានតែមួយទៀតឥឡូវក្រំតាមមន្ទីរពេទ្យយើងខ្ញុំក៏មានតែ2ជាន់ដែរអាហ្នឹងមិនមែនគួរទេក៏ប៉ុន្តែគ្រាន់តែចង់បង្ហាញអស់លោកអ្នកឲ្យបានដឹងនាយករដ្ឋមន្ត្រីប្រធានាធិបតីរបស់អស់លោកអ្នកស្រួលណាស់ស្រួលជាងខ្ញុំឆ្ងាយពេកហើយដោយសារឡើងមកមានស្រាប់គាត់នឹងដាក់ចេញគោលនយោបាយទៅអនុវត្តទៅហើយពួកខ្ញុំនេះចាប់ផ្ដើមដៃម្ខាងទប់ខ្មែរក្រហមកុំឲ្យមកវិញដៃម្ខាងទៀតហើយកសាងប្រទេសចាប់ពីលេខ0ចាប់ទុកថាយើងខ្ញុំកសាងប្រទេសពីបាត់ដៃប្រទេសហើយបាត់ដៃនឹងរបួសទៀតត្រូវជាដាក់តណ្ហាប៉ុន្តែយើងខ្ញុំតោងធ្វើម៉េចឲ្យរស់នេះគឺចំណុចដែលសង្ឃឹមថាអស់លោកអាចមើលថាចរិតរបស់ពួកយើងខ្ញុំយ៉ាងម៉េច